ការបែបប្រមូលផ្ដុំនៅកម្ពុជាចំហាយ5ត្រឡប់ទៅប្រភពដើមយើងទំនួលហើយជាតិនេះយើងទៅតែ10ឆ្នាំអាចឈានដល់ដែនកំណត់នៃការទាំង3ផ្ដុំនៅកម្ពុជាយើងទៅតែ10ឆ្នាំក៏បានឈានដល់កម្រិតកម្ពុជានៃជីវិតព្រះសង្ឃក៏សំណឹងមើលមេឃពួកគេនិយាយថាគឺសង្ឃបិសាចនឹងមកវិញហើយអ្នកមកតាសាហើយអីក៏យូរមកលើមិនក៏មិនទាន់ឃើញមកទៀតលោកតាពិធីខួបកំណើតរបស់ព្រះអង្គម្ចាស់ចិនណានពិតជាសំខាន់ខ្លាំងណាស់ពិតមែនហើយតាមពិតទៅចូលរួមពិធីខួបកំណើតបើមិនអបគេទៅក៏មិនអីដែរមិនហើយលោកប៉ាគ្រួសារផ្សេងអាចដោយសារតែគេជាមនុស្សគោសាយចំអកដល់គ្រួសារស៊ូយើងយ៉ាទៀតអ៊ីតុនម្នាក់នេះនៅក្នុងគ្រួសារស្រុកស្រែតាមពិតគ្មានកម្រិតវត្តធម៌អីទេអ៊ីតុនគឺត្រូវទៅនេះមួយថ្ងៃមួយយប់ទេពកោសលដែលគេបង្ហាញចេញមកធ្វើឲ្យយើងចាប់អារម្មណ៍ខ្លាំងណាស់លើកមុនយើងមិនជឿក្នុងពិភពលោកនេះមាននេះទេថ្ងៃនេះពិតជាមានជោគនេះពិតប្រាកដហើយកម្មវិធីខួបកំណើតព្រះអង្គចិនណាននៅថ្ងៃស្អែកនេះនឹងត្រូវតែចូលរួមលើកនេះប្រហែលជាទីទាន់អាចនាំមកគ្រួសារស៊ូនិងព្រះអង្គម្ចាស់ចិនណានមានការភ្ញាក់ផ្អើលមួយហើយឆាប់ឡើងអ្នកប្រុសស៊ូឲ្យលឿនជាងនេះបន្តិចទៅបានទេឆាប់ឡើងណាស់មែនបានហើយមកជុំគ្នាហើយចេញដំណើរទៅសំណាក់ព្រះអង្គម្ចាស់ចិនណានហើយយានខុសកំណើតព្រះអង្គម្ចាស់ចិនណានថ្ងៃនេះអ្នកនិពន្ធមកពីជុំវិញពិភពលោកឯខំពីសុរិយាពេល10ឆ្នាំខ្ញុំរងចាំថ្ងៃនេះយូរមកហើយខ្ញុំនៅមិនចេះធ្វើដែរថ្ងៃនេះរាប់ពាន់គ្រួសារប្រមូលផ្ដុំគ្នាមកសង្ឃឹមលើឯងអាចប្រកបប្រជែងក្នុងសមរភូមិអក្សរសាស្ត្រនៃគ្រួសារផ្សេងហើយចំណែកលោកគ្រូស៊ីដែលខ្វាប់ជាលោកគ្រូរបស់ឯងក៏ប្រកាសជាជួយឯងមិនខាននោះទេរបស់ខ្លួនឯងបង្ហាញខ្លួនចំពោះព្រះអង្គម្ចាស់ចិនណានចំណែកលោកគ្រូក៏មានកិត្តិយសផងដែរពីតនកម្មវិធីខួបកំណើតថ្ងៃនេះគ្រាន់តែឆ្លងកាត់ទេចំនួនអក្សរសាស្ត្ររវាងគ្រួសារនីមួយៗទៅជាចំណុចសំខាន់បើសិនជាយើងស្មានខុសទេបងប្រុសចដូនមួយរបស់ឯងគេនឹងខ្លាចជាអ្នកផលិតឯងខិតខំ10ឆ្នាំត្រូវតែបញ្ចេញស្នាដៃពេលអនាគតបន្តពីចតាឯងចូលនិវត្តន៍ជាយាននឹងខ្លាចទៅជាមេគ្រួសារនៃគ្រួសារស៊ូប៉ុន្តែឯងគឺជាកូនច្បងនិងជាចៅច្បងនៃគ្រួសារស៊ូឪពុកទី2របស់ឯងក៏ខ្លាចឯងក្រោយពេលដែលបងប្រុសចដូនមួយឯងខ្លាចជាមេគ្រួសារស៊ូប្រកាសជាមានជប់បាយមិនដេញឯងចេញលើកលែងតែឯងធ្វើឲ្យមានការយល់ព្រមពីព្រះអង្គម្ចាស់ចិនណានប៉ុន្តែនោះមិនអាចទេលោកប៉ាមិនចង់ឃើញត្រូវគេបណ្ដេញចេញទៀតទេមានតែតែលតោនៅខាងក្រៅដោយសារថ្ងៃនេះយើងបានក្រុងទុកសម្រាប់ឯងជាយូរមកហើយឯងស្ដាប់យើងម្ដងទៅចាប់ពីថ្ងៃនេះទៅឯងត្រូវបន្ទាបឥរិយាបថរបស់ឯងធ្វើតាមបងប្រុសចដូនមួយរបស់ឯងជាមួយនឹងភាពរៀបសារស្រាប់បង្គាប់ថ្ងៃនេះអ្វីដែលគេតំណែងមកពួកគេសិតតែជាអ្នកនិពន្ធដ៏អស្ចារ្យប្រហែលអាចជាកម្មវិធីសម្រាប់ការជួបរបស់ព្រះអង្គម្ចាស់ចិនណានឯងត្រូវធ្វើតាមគាត់ស៊ូអ៊ីតនខ្ញុំមួយជីវិតនេះមិនខ្សោយជាងអ្នកដទៃទេហើយក៏ឯងមិនព្រមស្រាប់សោះហើយស៊ូអ៊ីតនខ្ញុំមួយជីវិតនេះមិនខ្សោយជាងអ្នកណានោះទេឯងចេះនិយាយហើយហេមិនមែនឯងកោទេអីត្រូវហើយខ្ញុំមិនមែនកោទេឯងចង់ធ្វើស្អីនឹងអ្នកទាំងអស់គ្នានឹងដឹងក្នុងពេលឆាប់នេះលោកម្ចាស់គ្រួសារវាងសូមស្វាគមន៍ម្នាក់នេះគឺតារាដែលទៅរះនៃគ្រួសារវាងជាងជឺគួរឲ្យសរសើរអាយុ18ឆ្នាំក៏ត្រួតនៅពិភពអក្សរសាស្ត្រតែសូមអញ្ជើញលោកចង់និយាយថាកូនប្រុសច្បងនៅតែកូនប្រុសច្បងនៃគ្រួសារស៊ូស្ទាត់ជំនាញអក្សរនិងអក្សរផ្ចង់ហើយគេត្រូវចេះអានយ៉ាងល្អក្នុងពេល10ឆ្នាំសូម្បីតែលោកក៏សុំចោះចាញ់ដែរហើយប្រកាសជាមិនអាចទេ10ឆ្នាំចាប់ដើមរៀនសូត្រពីផ្ទៃម្ដាយក៏មិនអាចទៅរួចដែរគឺពិតជាមិនអាចទៅរួចទេហើយបើសិនជាអ្នកផ្សេងប្រាប់ខ្ញុំបែបនេះខ្ញុំក៏មិនជឿដែរយើងនិយាយនេះមិនលាក់បាននឹងពួកឯងទេយើងគ្រាន់តែសោកស្ដាយដែលមិនចេះនិយាយមេគ្រួសារវណ្ណភាពខាងត្បូងបាននាំយុវជនវ៉ាឈីងមកថ្វាយបង្គំព្រះម្ចាស់ចិនណានជួបសំណាងល្អវ៉ាឈីងទេពកោសលដែលមិនទាន់ការគូសវាងនោះក៏មកដែរអនាគតទៅវ៉ាឈីងនឹងបានទទួលក្នុងពិភពអក្សរសាស្ត្រសិស្សដែលគ្មានប្រយោជន៍របស់ខ្ញុំក៏មកដែរសាសសូមគោរពលោកគ្រូ
ខ្ញុំធ្លាប់បានឃើញលោកគ្រូស៊ីហើយនិងលោកគ្រូលីទៀតផងសុភាពរៀបសារពិតជាបុរាណខ្លាំងណាស់សមាជិកនៃគ្រួសារស៊ូទាំងមូលបានមកដល់ហើយសូមអបអរសាទរចំពោះព្រះអង្គម្ចាស់មានអាយុពាន់ឆ្នាំទីបំផុតមកហើយទៅជាមួយយើងដើម្បីទទួលពួកគេមកយើងចង់មើលតើកូននេះជាបិសាចស្អីទៅណគ្រាន់តែជាគ្រួសារស៊ូតើអ្នកនិពន្ធអស្ចារ្យទាំងនេះពិតជាមិនស្វាគមន៍ពួកគាត់ផ្ទាល់ទេគួរតែមិនស្វាគមន៍សុភហង្យិនទេគេគ្រាន់តែជាអ្នកល្ងងម្នាក់ស្វាគមន៍នរណាទៅគ្រួសារស៊ូមានតែហង្យិនម្នាក់គាត់គេគ្រាន់តែជាអ្នកល្ងងលោកម្ចាស់គ្រួសារស៊ូខានយុគនេះយូរហើយទីបំផុតមកហើយមិនមិញយើងគ្រាន់តែសាកល្បងទេពេលនេះបានជួបគេពោពេញដោយទេពកោសលនេះវាស្ថិតនៅលើផ្លូវការនៃទម្រង់ព្រះដែលមានភាពកក់ក្ដៅគ្រួសារសៀបាននិយាយហើយស៊ូអ៊ីនតនមួយរបស់ឯងគឺល្បីទូទាំងតាសៀគឺមិនសំខាន់ទេទោះបីជានគរឯណាសៀងយុយហេតុអីក៏ពួកគេយឺតម្ល៉េះមិនដឹងដែរទៅពួកយើងឆាប់ទៅគេឈ្មោះសុភង្យិនយើងអស្ចារ្យមែនអ្នកនិពន្ធអស្ចារ្យ3នាក់នៅតាសៀនិងគ្រួសារដែលមានទ្រព្យសម្បត្តិជាច្រើនទាំងអស់គ្នាមកទទួលស្វាគមន៍កូនប្រុសយើងអស្ចារ្យណាស់មានតែព្រះអង្គម្ចាស់ចិនណាម្នាក់គាត់ដែលមិនបានឲ្យបន្តហេតុអីក្នុងចិត្តរបស់យើងដូចជាមានអារម្មណ៍យើងក៏ដូចនេះដែរគៀកហើយយើងមានអារម្មណ៍ថាដង្ហើមរបស់បុព្វបុរសខ្លាំងនោះស្ថិតកាន់តែចិត្តហើយស្វែងគុំព្រះអង្គម្ចាស់ហើយលោកចាងហើយណាមនុស្សគ្រួសារស៊ូគ្រូស៊ីដឹកនាំគ្រូអសរសាស្ត្រ2នាក់ទៅទទួលស្វាគមន៍ដោយផ្ទាល់ហើយអ្នកផ្សេងក៏ទៅជាមួយដែរគ្រួសារស៊ូបើអញ្ចឹងពួកយើងក៏ទៅដែរទៅលោកគ្រូស៊ីលោកគ្រូលីលោកគ្រូចាងពួកលោកនឹងធ្វើឲ្យខ្ញុំអាម៉ាស់មុខខ្លាំងណាស់គួរសមពេកហើយមានរស័យកើតឡើងមានរស័យនេះយើងក៏មិនដឹងដែរមកហើយស្អីគេយើងមិនដឹងទេនេះសូមថ្វាយបង្គំព្រះម្ចាស់លោកម្ចាស់គ្រួសារស៊ូសូមថ្វាយបង្គំព្រះម្ចាស់អ៊ីតតកុំខ្វះការគួរសមអ៊ីតតឯងធ្វើស្អីនឹងមិនត្រូវខ្វះការគួរសមទេចប់ហើយពិតជាខ្វះការគួរសមហើយអាមនុស្សកូននោះចង់ពុកបាក់គ្រួសារស៊ូហើយ